មនុស្សចាស់ម្នាក់ធ្លាប់និយាយថាលុយអាចទិញផ្ទះបានប៉ុន្តែมันអាចទិញភាពកក់ក្ដៅនៅក្នុងគ្រួសារបានទេលុយអាចទិញក្រែដ៏ទុនមួយបានប៉ុន្តែมันអាចទិញការគេងលក់ស្កប់ស្កល់បានឡើយមានមនុស្សជាច្រើនមានលុយច្រើនតែគេងដោយក្តីបារម្ភរាល់យប់លុយអាចទិញថ្នាំបានគ្រប់ប្រភេទប៉ុន្តែมันអាចទិញសុខភាពល្អបានទេពេលអ្នកបាត់បង់សុខភាពអ្នកនឹងដឹងថាវាមានតម្លៃជាងទ្រព្យសម្បត្តិទាំងអស់លុយអាចទិញនាឡិកាដែលថ្លៃបំផុតប៉ុន្តែมันអាចទិញពេលវេលា1នាទីដែលបានកន្លងផុតបានឡើយលុយអាចទិញអាហារល្អៗប៉ុន្តែมันអាចទិញចំណង់អាហារឬសុខភាពក្នុងការញ៉ាំបានទេលុយអាចទិញមនុស្សមកធ្វើការឲ្យអ្នកបានប៉ុន្តែมันអាចទិញមិត្តភាពពិតឬភាពស្មោះត្រង់បានឡើយលុយអាចទិញការគោរពដោយសារតំណែងប៉ុន្តែมันអាចទិញការគោរពដែលចេញពីចិត្តរបស់មនុស្សបានទេលុយអាចទិញមនុស្សឲ្យញញឹមដាក់អ្នកប៉ុន្តែมันអាចទិញសេចក្តីស្រឡាញ់ពិតប្រាកដបានឡើយលុយអាចទិញការកំសាន្តបានច្រើនប៉ុន្តែมันអាចទិញសេចក្តីសុខនៅក្នុងចិត្តបានទេមនុស្សចាស់ធ្លាប់និយាយថាអ្នកអាចរកលុយបានពេញមួយជីវិតប៉ុន្តែកុំភ្លេចរកពេលវេលាសម្រាប់មនុស្សដែលអ្នកស្រឡាញ់ព្រោះថ្ងៃមួយអ្នកអាចមានលុយតែគ្មានមនុស្សដែលអ្នកចង់ចំណាយពេលជាមួយទៀតលុយអាចទិញសម្លៀកបំពាក់ដែលស្អាតបំផុតប៉ុន្តែมันអាចទិញបុគ្គលិកលក្ខណៈដែលល្អបានទេមនុស្សនឹងចងចាំអ្នកដោយសារអាកប្បកិរិយាមិនមែនដោយសារសម្លៀកបំពាក់ដែលអ្នកពាក់ទេលុយអាចទិញផ្ទះដ៏ធំមួយប៉ុន្តែมันអាចទិញសុភមង្គលនៅក្នុងផ្ទះនោះបានឡើយពេលខ្លះផ្ទះតូចមួយដែលពោពេញដោយក្តីស្រឡាញ់មានតម្លៃជាងវិមានធំលុយអាចទិញសិភៅប៉ុន្តែมันអាចទិញប្រាជ្ញាបានភ្លាមទេប្រាជ្ញាកើតចេញពីការរៀនសូត្រការអនុវត្តនិងបទពិសោធន៍លុយអាចទិញការធ្វើដំណើរទៅគ្រប់ទីកន្លែងប៉ុន្តែมันអាចទិញការចងចាំដែលមានន័យជាមួយមនុស្សដែលអ្នកស្រឡាញ់បានឡើយលុយអាចទិញរបស់ប្រណិតប៉ុន្តែมันអាចទិញការពេញចិត្តនៅក្នុងចិត្តបានទេមនុស្សជាច្រើនមានគ្រប់យ៉ាងតែនៅតែមានអារម្មណ៍ខ្វះខាតមនុស្សចាស់ធ្លាប់និយាយថាបើអ្នកចង់ខ្លាចជាអ្នកមានពិតប្រាកដកុំរាប់តែលុយដែលមានក្នុងធនាគារចូលរាប់មនុស្សដែលស្រឡាញ់អ្នកមនុស្សដែលទុកចិត្តអ្នកនិងមនុស្សដែលអាចញញឹមពេលឃើញអ្នកនៅថ្ងៃមួយអ្នកនឹងដឹងថាអ្វីដែលមានតម្លៃបំផុតមិនមែនរបស់ដែលអ្នកបានទិញទេប៉ុន្តែគឺជាពេលវេលាដែលអ្នកបានចំណាយជាមួយមនុស្សដែលអ្នកស្រឡាញ់ជីវិតមិនវាស់តម្លៃអ្នកតាមចំនួនលុយដែលអ្នករកបានទេវាវាស់អ្នកតាមចំនួនចិត្តល្អដែលអ្នកបានផ្ដល់ឲ្យអ្នកដទៃព្រោះចិត្តល្អមិនដែលបាត់តម្លៃឡើយមនុស្សចាស់តែងតែនិយាយថាថ្ងៃដែលអ្នកបិទភ្នែកជារៀងរហូតគ្មាននរណាម្នាក់ចងចាំថាអ្នកមានលុយប្រមាណទេប៉ុន្តែពួកគេនឹងចងចាំថាអ្នកជាមនុស្សបែបណាមនុស្សចាស់បាននិយាយថាមុនពេលអ្នកខិតខំរកលុយសួរខ្លួនឯងសិនថាតើអ្នកកំពុងបាត់បង់អ្វីខ្លះដើម្បីបានវាបើថ្ងៃមួយអ្នកមានគ្រប់យ៉ាងតែគ្មានសុខភាពគ្មានគ្រួសារនិងគ្មានសេចក្តីសុខតើលុយទាំងនោះនៅមានន័យអ្វីទៀតចូលរកលុយតែកុំបាត់បង់អ្វីដែលលុយមិនអាចទិញបានមនុស្សចាស់ធ្លាប់និយាយថាកុំចាំរហូតដល់បាត់បង់ទើបដឹងថាអ្វីមានតម្លៃនៅពេលអ្នកនៅមានឱកាសចូលថែរក្សាមនុស្សដែលអ្នកស្រឡាញ់និងអ្វីដែលអ្នកមានថ្ងៃនេះលុយអាចបង្កើតភាពសុខស្រួលប៉ុន្តែมันអាចបង្កើតភាពស្ងប់ស្ងាត់នៅក្នុងចិត្តបានទេចិត្តដែលស្ងប់កើតចេញពីការចេះដឹងគុណនិងការចេះគ្រប់គ្រាន់ថ្ងៃមួយអ្នកនឹងយល់ថាជោគជ័យពិតប្រាកដមិនមែនមានផ្ទះធំឬឡានថ្លៃទេប៉ុន្តែគឺមានមនុស្សដែលរីករាយពេលឃើញអ្នកត្រឡប់មកផ្ទះមនុស្សចាស់តែងតែរំលឹកថាចូលធ្វើល្អទោះគ្មាននរណាមើលឃើញក៏ដោយព្រោះអំពើល្អមិនតែងតែត្រឡប់មកវិញជាលុយទេតែវាតែងតែត្រឡប់មកវិញជាពរជ័យនៅថ្ងៃណាមួយហើយចុងក្រោយមនុស្សចាស់បាននិយាយថានៅពេលជីវិតឈានដល់ទីបញ្ចប់អ្នកនឹងមិនសួរថាអ្នករកលុយបានប្រមាណទេអ្នកនឹងសួរថាតើអ្នកបានរស់នៅដោយសេចក្តីស្រឡាញ់បានជួយអ្នកដទៃនិងបានរីករាយជាមួយមនុស្សដែលអ្នកស្រឡាញ់គ្រប់គ្រាន់ហើយឬនៅព្រោះទាំងនេះហើយគឺជារបស់មានតម្លៃដែលលុយមិនអាចទិញបាន